តើគណៈកម្មការ JBC របស់កម្ពុជាបានស្នើអ្វីខ្លះទៅកាន់ភាគីថៃហើយហេតុអ្វីបានជាការបោះបង្គោលនិងខណ្ឌសីមាព្រំដែនមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះគណៈកម្មការ JBC របស់កម្ពុជាបានស្នើឲ្យបន្តការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ42ដល់47នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទព្រមទាំងលេខ52ដល់59នៅស្រុកកំរៀងកម្ពុជាក៏ស្នើឲ្យសង់បង្គោលចំនួន15ឡើងវិញតាមគំរូជំនាន់បារាំងនៅទីតាំងដែលបានឯកភាពគ្នាក្នុងអំឡុងថ្ងៃទី1ដល់ថ្ងៃទី7ខែមីនាឆ្នាំ2026លើសពីនេះមានការស្នើបោះបង្គោលបណ្ដោះអាសន្នលេខ33ដល់37នៅតំបន់បឹងតគួនថ្មដាអូភ្លុកដំរីច1និងតំបន់ផ្សេងទៀតដែលត្រូវធ្វើជាបន្តបន្ទាប់ក្នុងអំឡុងខែមីនាឆ្នាំ2026ការងារបោះបង្គោលនិងខណ្ឌសីមាព្រំដែនមានសារៈសំខាន់ព្រោះវាជាយន្តការបច្ចេកទេសដែលអនុញ្ញាតឲ្យភាគីទាំងពីរផ្ទៀងផ្ទាត់ទីតាំងព្រំដែនដោយផ្អែកលើសន្ធិសញ្ញានិងឯកសារដែលត្រូវបានទទួលស្គាល់វិធីសាស្ត្រនេះអាចជួយកាត់បន្ថយភាពតានតឹងនិងធានាថាការដោះស្រាយជម្លោះធ្វើឡើងដោយសន្តិវិធីមិនប្រើកម្លាំងកម្ពុជាបន្តប្រកាន់ជំហរថាការងារនេះគួរធ្វើឡើងតាមយន្តការដែលមានស្រាប់ដើម្បីធានាការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ភាគីទាំងពីរការដាក់សំណើជាបន្តបន្ទាប់របស់គណៈកម្មការ JBC កម្ពុជាសបញ្ជាក់ថាកម្ពុជាពិតជាមានឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធីប្រកបមែនហើយពាក្យសម្ដីនិងសកម្មភាពបានដើរស្របគ្នាទាំងស្រុងប្រសិនបើភាគីថៃពិតជាមានបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធីពិតមែនសូមបង្ហាញតាមរយៈការអនុវត្តការងារជាក់ស្ដែងនៅលើដីមិនមែននិយាយតែមាត់ហើយសកម្មភាពជាក់ស្ដែងបែរជាធ្វើផ្សេងនោះឡើយ